Bạn phút đây ca vào một cáiរបៀបបង្កើត Gmail Google បាទទី1យើងមានកម្មវិធី Chrome ឬ Internet Browser ផ្សេងចូលមួយណាក៏បានដូចគ្នាតែសម្រាប់ខ្ញុំចូលកម្មវិធី Chrome ព្រោះខ្ញុំមានកម្មវិធីនេះខ្ញុំនឹងថែកលើវារួចហើយយើងសើចពាក្យថា Google នេះបាទវាបានចេញមកហើយយើងដើម្បីបង្កើតវាយើងចុចពាក្យថា send in លោកស្អីមកញញ៉ៃនេះបាទពាក្យ send in ខាងលើនេះបាទអ្នកទាំងអស់គ្នាមានស្រាប់មិនបាច់បង្កើតក៏បានគឺចូល Gmail ហ្នឹងវាលោតឲ្យហើយបាទអ្នកទាំងអស់គ្នាមិនទាន់មាន Gmail ទេយើងធ្វើការបង្កើតវាដោយយកពាក្យនេះបាទចូល under account យើងថាច់លើវាមកហ្នឹងបាទអ្នកទាំងអស់គ្នាមិនទាន់មានគឺយើងវាយពាក្យថា more option create account នេះបាទមកដល់ទីនេះយើងបំពេញកាឡោនហ្នឹងឲ្យគ្រប់ទៅបាទទី1យើងវាយពាក្យថាបីឈ្មោះយើងណាមយើងនេះនាមខ្លួននាមត្រកូលខ្ញុំដាក់ថាពាក្យថាយុទ្ធឆាយបាទតោះនេះគឺ Gmail របស់យើងដាក់តើធ្វើម៉េចកុំឲ្យចន់ជាមួយរបស់គេយើងវាយពាក្យថាឆាយយុទ្ធចឹងតើយើងដាក់លេខដើម្បីកុំឲ្យចន់ Gmail មួយគេបើចន់គឺវាអត់ឲ្យយើងទេនេះបាទ66គឺអត់ចន់ទេថងនេះគឺយើងដាក់លេខកូដចំនួន8ខ្ទង់ឡើងទៅពេលឲ្យដំណើរការហើយកន្លោនេះដូចគ្នាឥឡូវយើងសូមវាយពាក្យទៅថងនោះខ្ញុំសូមស្កប់បន្តិចសិននេះបាទខ្ញុំបានវាយលេខកូដរួចដល់ហើយគ្រប់ចំនួន8ខ្ទង់ខាងលើនេះ grab password ខាងក្រោមនេះដូចគ្នាខាងក្រោមហ្នឹងដើម្បីបញ្ជាក់លេខកូដចឹងវាយដោយលេខកូដខាងលើអញ្ចឹងវាយ8ដូចគ្នាលេខដូចគ្នាបាទហើយទីនេះគឺថ្ងៃខែឆ្នាំកំណើតរបស់យើងដែលកើតយើងដាក់វាទៅសម្រាប់ខ្ញុំដាក់ពាក្យថាជូនអ្នកទាំងអស់គ្នារើសទៅ16 98ហើយបាទកន្លងត្រង់នេះគឺភេទរបស់យើងបាទនេះភេទស្រីភេទប្រុសយើងយកពាក្យថាភេទប្រុសហើយត្រង់នេះគឺប្រទេសកម្ពុជាគឺអញ្ចឹងត្រូវហើយបាទអ្នកទាំងអស់គ្នានៅប្រទេសណាគឺអាចជ្រើសរើសតាមនឹងបានបាទសម្រាប់ខ្ញុំជ្រើសយកពាក្យកម្ពុជា Cambodia សម្រាប់កឡោនទីនេះគឺយើងសូមវាយបញ្ចូលលេខទូរស័ព្ទរបស់យើងអញ្ចឹងខ្ញុំសូមវាយលេខរបស់ខ្ញុំសូមរងចាំបន្តិចបាទនេះបាទលេខទូរស័ព្ទខ្ញុំលេខថ្មីតែម្ដងហើយត្រង់នេះគឺយើងមាន Gmail មួយទៀតយើងដាក់ចូលក៏បានបើអ្នកទាំងអស់គ្នាអត់មានទេមិនដាក់ក៏បានដែរតែសម្រាប់ខ្ញុំដាក់វាចុះបាទរួចដល់ហើយយើងយកពាក្យថា
ខាងក្រោមទឹកខៀវនេះ container នេះខ្ញុំអត់ចេះអានត្រូវទេខ្ញុំសុំថាច់លើវានេះបាទបើវាចេញបែបនេះគឺយើងបានជោគជ័យក្នុងការបង្កើត Gmail Google រួចហើយយើងអូសចុះក្រោមយើងចុចខាងនេះ address នេះយើងចុចលើវាទៅនេះបាទគឺប៉ុណ្ណឹងគឺរួចរាល់ហើយ account Gmail របស់យើងហើយយើងចុចនឹងទៀតទៅពាក្យហ្នឹងគឺយើងអាចប្រើ Gmail Google នឹងបានហើយនេះក្រុមហ៊ុន Google គេផ្ញើឲ្យយើងនេះបានន័យថាយើងបង្កើត account បានជោគជ័យហើយបើអ្នកទាំងអស់គ្នាមិនតាន់យល់កន្លែងណាអីអ្នកទាំងអស់គ្នាអាច comment នៅ link ខាងក្រោមសួរចម្ងល់ពីខ្ញុំបានហើយខ្ញុំនឹងធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាបានយល់បាទហើយសូមជួយចុច subscribe ម្នាក់មួយផងបាទហើយវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយវីដេអូវគ្គក្រោយខ្ញុំនឹងបង្រៀនពីរបៀបរកលុយតាម YouTube ម្ដងព្រោះវគ្គនេះខ្ញុំបង្រៀនត្រឹមបង្កើត Gmail Google វគ្គក្រោយនឹងចូលដល់ការធ្វើរកលុយតាម YouTube បាទសូមអរគុណជម្រាបលា